ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះ admin បានលើកយករឿងមកសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាទស្សនាកម្សាន្តមុននឹងចូលទៅដល់សាច់រឿងសូមប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ចុចសញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងបើ admin សម្រាប់ទៅមានពាក្យពេចន៍ខុសឆ្គងសូមខន្តីអភ័យទោសឲ្យ admin ផងណាអញ្ចឹងកុំឲ្យខាតពេលយូរសូមចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាតពីភាគមុនសាច់រឿងក៏បានបង្ហាញមុនពេលលោកខេមជាមួយនឹងលោករដ្ឋមន្ត្រីរីត្រូវលោកនាយកខាងនាំខ្លួនយកទៅគឺលោកប្រធានជូបានទទួលលោកហូតដែលជាកូនចៅចំណិតរបស់គាត់ចូលមកធ្វើការឲ្យគាត់ម្ដងទៀតមិនត្រឹមតែប៉ុណ្ណោះលោកប្រធានជូថែមទាំងផ្ដល់ព័ត៌មានរបស់លោកផាក់ជីនសុនឲ្យទៅកាន់លោកហូតទៀតផងបន្ទាប់មកលោកប្រធានជូក៏បានស្នើផែនការមួយទៅកាន់ភាគីកូរ៉េខាងជើងថាខ្ញុំចង់ឲ្យពួកលោកទៅចរចាជាមួយនឹងកូរ៉េខាងត្បូងដើម្បីបង្ខំឲ្យពួកគេប្រគល់ខ្លួនលោកខេមជាមួយនឹងមន្ត្រីរីម៉ងបើពួកលោកមិនធ្វើតាមការស្នើសុំរបស់ខ្ញុំទេការប្រជុំលើកនេះគឺប្រកាសជាបរាជ័យជាក់ជាមិនខានឡើយលោកនាយកលើបែបហ្នឹងគេក៏បង្ខំចិត្តធ្វើតាមប្រធានជូតែម្ដងបន្ទាប់មកលោកនាយកក៏បានទេទៅរកអ្នកចាត់ការឲ្យបញ្ជូនខ្លួនលោកខេមជាមួយនឹងរដ្ឋមន្ត្រីរីមកកាន់កូរ៉េខាងជើងភ្លាមដូច្នេះហើយនេះគឺជាមូលហេតុដែលធ្វើឲ្យលោកនាយកខាងទៅចាប់ខ្លួនលោកខេមជាមួយនឹងលោករដ្ឋមន្ត្រីរីហ្នឹងណាមិនត្រឹមតែប៉ុណ្ណោះលោកនាយកខាងថែមទាំងយកមានជីកូនស្រីរបស់លោកខេមយកមកធ្វើជាចំណាត់ម៉ាំងដើម្បីគំរាមលោកខេមទៀតផងរួចលោកនាយកខាងក៏បានបញ្ជូនពួកគេទាំងពីរនាក់ឲ្យទៅកាន់ប្រទេសកូរ៉េខាងជើងចំណែកលោកមេបញ្ជាការនេះវិញគាត់បានរៀបផែនការរួចរាល់អស់ហើយគឺគាត់មិនព្រមឲ្យកូរ៉េខាងជើងទទួលបានអ្វីមកងាយៗនោះទេដូច្នេះគាត់ក៏សម្រេចចិត្តបញ្ជូនឲ្យលោកខេមទៅជំនួសវិញព្រោះគាត់គិតថាមនុស្សដូចជាលោកខេមនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីបានជួបជាមួយនឹងកូនស្រីរបស់គាត់ម្ដងទៀតងាកមកមើលផាក់ជីនសុនជាមួយនឹងសុងកាន់ស៊ូនេះវិញពួកគេទាំងពីរនាក់កំពុងតែអង្គុយបារម្ភពីលោកខេមមកប៉ុន្តែដោយសារតែពួកគេកំពុងតែខឹងជាមួយនឹងលោកខេមពួកគេក៏លែងចរិតបែបសាក់ស្ទើធ្វើដូចជាមិនចង់ទៅជួយលោកខេមអញ្ចឹងណាតែនៅពេលដែលពួកគេងាកទៅឃើញទូរស័ព្ទរបស់លោកខេមភ្លេចនៅកន្លែងហ្នឹងពួកគេទាំងពីរនាក់ក៏យកលេសធ្វើជាយកទូរស័ព្ទឲ្យលោកខេមវិញចំណែកលោកខេមឯនេះក៏ត្រូវបានគេនាំខ្លួនមកជួបជាមួយនឹងលោកប្រធានជូលោកប្រធានជូគ្រាន់តែបានឃើញមុខលោកខេមភ្លាមគេក៏ប្រញាប់និយាយទៅកាន់លោកខេមថាការប្រជុំរវាងប្រទេសទាំងពីរមិនទាន់ចប់នោះទេលោកខេមក៏តបទៅកាន់ប្រធានជូវិញថាក្រែងខ្ញុំឲ្យឯងទៅបកគលខ្លួនជាមួយប៉ូលីសហើយមែនអញ្ចឹងហ៎ប្រធានជូគ្រាន់តែលើលោកខេមនិយាយបែបហ្នឹងគេខឹងខ្លាំងមែនទែនថែមទាំងយកកំភ្លើងវាយទៅកាន់មុខលោកខេមទៀតផងរួចក៏និយាយទៅកាន់លោកខេមបន្ថែមទៀតថាខ្ញុំក៏មានកំណត់ចង់កម្ចាត់លោកចោលដើម្បីកូនស្រីរបស់ខ្ញុំដូចគ្នាដែរនិយាយរួចលោកប្រធានជូក៏ដកកំភ្លើងខ្ជង់មុខរបស់លោកខេមហ្មងណាតែមើលទៅលោកខេមវិញឃើញកំភ្លើងបែបហ្នឹងហើយគេគ្មានអារម្មណ៍ភ័យខ្លាចសូម្បីតែបន្តិចប៉ុន្តែសោកលោកប្រធានជូក៏បានបដូរចិត្តហើយក៏និយាយថាខ្ញុំនឹងយកឯងទៅចាត់ការនៅកន្លែងផ្សេងវិញម្ដងកំឡុងពេលពួកគេកំពុងតែចាប់ខ្លួនលោកខេមឡើងទៅលើឡានលោកខេមក៏ដណ្ដើមកំភ្លើងបានហើយបើកការប្រយុទ្ធជាមួយនឹងកូនចៅរបស់លោកប្រធានជូនឹងហ្មងណាលោកប្រធានជូដល់ពេលឃើញអញ្ចឹងគេក៏ប្រញាប់គេចខ្លួនចូលទៅក្នុងឡានចំណែកលោកខេមវិញក៏បាញ់កំភ្លើងតស៊ូជាមួយពួកនឹងតទៅអស់គ្រាប់ហ្មងណាតែពិតជាសំណាងល្អខ្លាំងមែនទែនដោយសារតែលោកផាក់ជីនសុនបានមកជួយលោកខេមតាន់ពេលវេលារីឯលោកប្រធានជូពេលដែលចូលទៅដល់ក្នុងឡានស្រាប់តែបានជួបជាមួយនឹងលោកសងកាន់ស៊ូកំពុងតែរងចាំគេនៅក្នុងឡានហ្នឹងហ្មងណារួចលោកខេមក៏សួរទៅកាន់លោកប្រធានជូថាតើពួកគេចាប់លោករដ្ឋមន្ត្រីរីទៅទុកនៅឯណាទៅចំណែកលោកប្រធានជូក៏បានផ្ដល់សំណើទៅកាន់លោកខេមថាបើសិនជាឯងព្រមដោះលែងខ្ញុំសន្យាថាខ្ញុំនឹងតាមជួយស្វែងរកលោករដ្ឋមន្ត្រីរីឲ្យឯងដែរលោកខេមលើបែបហ្នឹងគេគ្មានជំរើសអ្វីឡើយដោយសារតែគេត្រូវបំពេញភារកិច្ចមួយនឹងឲ្យចប់ដើម្បីចង់មានជីវិតរស់នៅជាមួយនឹងកូនស្រីម្ដងទៀតងាកមកមើលនៅខាងប្រទេសកូរ៉េខាងជើងឯនេះវិញពួកគេកំពុងតែនាំគ្នាលួចនាំយកលោករដ្ឋមន្ត្រីរីយកទៅលាក់ខ្លួននៅរីសតរបស់លោកប្រធានជូពេលដែលមកដល់កន្លែងពួកគេក៏នាំគ្នាសួរលោករដ្ឋមន្ត្រីរីថាតើលោកមានបានផ្ដល់ព័ត៌មានអ្វីទៅកាន់ប្រទេសកូរ៉េខាងត្បូងអត់ងាកមកមើលសាំងអានេះវិញនាងកំពុងតែអង្គុយត្រួតពិនិត្យរីសតរបស់លោកប្រធានជូរួចនាងក៏បានផ្ដល់ព័ត៌មានទៅកាន់លោកខេមថាខ្ញុំមើលទៅកាន់ពួកគេកំពុងតែលួចលាក់យករបស់អ្វីមួយយ៉ាងចូលទៅក្នុងរីសតរបស់លោកប្រធានជូហើយមិនត្រឹមតែប៉ុណ្ណោះសាំងអានាងថែមទាំងនិយាយរឿងលម្អិតប្រាប់ទៅកាន់លោកខេមបន្ថែមទៀតថាខ្ញុំមើលទៅកាន់ពួកកូរ៉េខាងជើងគេយាមឡើងតឹងតែងខ្លាំងណាស់ការដែលយើងចង់សម្រុកចូលទៅក្រោបពួកគេគឺមិនមែនជារឿងងាយស្រួលនោះទេរួចលោកខេមក៏បានសួរទៅកាន់សាំងអាវិញថាតើអ្នកនាងដឹងអត់ថាពួកគេនៅជាន់ទីប៉ុន្មានសាំងអានាងក៏ប្រាប់លោកខេមថាខ្ញុំមើលទៅប្រហែលជានៅជាន់ទី4ហើយនិងជាន់ទី5រួចលោកខេមក៏បានងាកទៅសួរលោកប្រធានជូថែមទាំងគម្រាមថាបើសិនជាលោកមិនអាចនាំយកលោករដ្ឋមន្ត្រីរីមកវិញបាននោះទេលោកក៏ត្រូវតែស្លាប់ដូចគ្នាដែរតែបើសិនជាលោកធ្វើការងារនេះបានសម្រេចជីវិតរបស់លោកក៏ត្រូវរួចខ្លួនលោកប្រធានជូក៏និយាយប្រាប់ទៅកាន់លោកខេមវិញថាមានច្រកសម្ងាត់សង្គ្រោះបន្ទាន់មួយដើម្បីជួយឲ្យពួកលោកអាចចូលទៅដល់បន្ទប់ធ្វើការរបស់ខ្ញុំបានព្រោះនៅច្រកមួយហ្នឹងគ្មានកាមេរ៉ាសុវត្ថិភាពឡើយព្រោះកន្លែងហ្នឹងគឺជាច្រកសម្រាប់ជួយសង្គ្រោះចាក់ចេញជាបន្ទាន់ប៉ុន្តែដើម្បីឆ្លងកាត់កន្លែងហ្នឹងបានគឺទាល់តែប្រើប្រាស់កាតរបស់ខ្ញុំនិយាយរួចគេថែមទាំងប្រគល់កាតឲ្យលោកខេមទៀតផងបន្ទាប់មកក្រុមរបស់លោកខេមក៏បាននាំគ្នា
រៀបចំគម្រោងការបន្តទៀតដោយពួកគេកំណត់ថាត្រូវតែសម្រុកចូលទៅក្នុងបន្ទប់សង្កេតការណ៍ដើម្បីស្វែងរកលោករដ្ឋមន្ត្រីរីរួចយើងត្រូវតែនាំលោករដ្ឋមន្ត្រីរីចេញមកតាមឡានដឹកអីវ៉ាន់ហើយម៉ោង 19:20 នាទីពួកយើងត្រូវតែបញ្ញាប់នាំគ្នាចាស់ចេញពីរីសតនឹងឲ្យបានគឺមានន័យថាពួកយើងទាំងអស់គ្នាមានពេលវេលាត្រឹមតែ10នាទីតែប៉ុណ្ណោះសម្រាប់ក្នុងការតាមស្វែងរកលោករដ្ឋមន្ត្រីរីឲ្យឃើញរួចក៏ប្រញាប់នាំគេចូលទៅក្នុងឡានដឹកអីវ៉ាន់ឲ្យទាន់ពេលវេលាលុះពួកគេនិយាយពីគម្រោងការរួចពួកគេក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការតាមតួនាទីដែលបានចាត់ចែងរៀងៗខ្លួនប៉ុន្តែលើកលែងតែលោកសងកាន់ស៊ូម្នាក់គឺកំពុងតែលួចនៅខាងក្រៅគូតឡានទៅវិញជាដំបូងពួកគេត្រូវនាំគ្នាចូលទៅក្នុងរីសតរបស់លោកប្រធានជូដោយពួកគេបានបន្លំខ្លួនធ្វើជាក្រុមការងាររបស់លោកប្រធានជូរួចពួកគេក៏អាចឆ្លងកាត់ការត្រួតពិនិត្យចូលទៅខាងក្នុងបានយ៉ាងងាយស្រួលដែររួចពួកគេក៏បន្តធ្វើដំណើរចូលទៅក្នុងច្រកសង្គ្រោះបន្ទាន់តាមដែលលោកប្រធានជូណែនាំមកប៉ុន្តែខាងសងដែលជាគិញសម្ងាត់របស់ប្រទេសកូរ៉េខាងជើងក៏បានមើលឃើញពួកគេដែររីឯលោកប្រធានជូក៏បាននាំគ្រប់គ្នាចូលទៅដល់ក្នុងបន្ទប់ធ្វើការរបស់ខ្លួនតាមការសន្យាប៉ុន្តែខណៈពេលដែលពួកគេកំពុងតែរៀបចំដំណើរការបន្តទៀតសុកស្រាប់តែមានសារផ្ញើចូលមកក្នុងទូរស័ព្ទរបស់លោកប្រធានជូថាពួកយើងបានត្រៀមរួចរាល់អស់ហើយរីឯលោកផាក់គីនសុនក៏បានទេហៅផ្នែកបម្រើសេវាកម្មឲ្យមកជួបដើម្បីលួចសម្លៀកបំពាក់ពួកគេទាំងពីរនាក់បន្ទាប់មកគេក៏បានឲ្យលោកសងកាន់ស៊ូលួចចូលទៅក្នុងប្រទេសរុញចំណែកលោកសងកាន់ស៊ូព្រមធ្វើតាមប៉ុន្តែរអ៊ូដូចជារាល់ដងអញ្ចឹងបន្ទាប់មកលោកផាក់គីនសុនជាមួយនឹងសាំងអាក៏បានលួចសម្លៀកបំពាក់របស់ផ្នែកបម្រើសេវាកម្មយកមកពាក់ដើម្បីបន្លំខ្លួនដល់តែអញ្ចឹងពេលនេះពួកគេគ្រប់គ្នាមានពេលត្រឹមតែ10នាទីតែប៉ុណ្ណោះសម្រាប់ធ្វើការងារចំណែកម្ចាស់ហាងបោកអាវក៏បំពេញតួនាទីរបស់គេដូចគ្នាដែរបន្ទាប់មកសាំងអាលោកផាក់គីនសុននិងលោកសងកាន់ស៊ូពួកគេទាំង3នាក់ក៏បានចាត់ការចំពោះអ្នកយាមដែលកំពុងតែឈរយាមនៅខាងមុខបន្ទប់សម្ងាត់មួយហ្នឹងលុះចាត់ការរួចរាល់ហើយពួកគេក៏បញ្ញាប់ចូលទៅឆែកមើលកាមេរ៉ាសុវត្ថិភាពតែម្ដងរួចពួកគេក៏បានដឹងថាលោករដ្ឋមន្ត្រីរីកំពុងតែត្រូវបានឃុំខ្លួននៅបន្ទប់ VIP ជាន់ទី5លោកខេមឯនេះវិញនៅពេលទទួលបានដំណឹងនឹងហើយគេក៏បំពេញតួនាទីឡើងទៅជាន់ទី5តែម្ដងលុះពេលឡើងទៅដល់លោកខេមក៏បានឃើញលោករដ្ឋមន្ត្រីរីកំពុងតែត្រូវគេធ្វើទរណកម្មខណៈពេលហ្នឹងស្រាប់តែមានអ្នកចូលមកផ្ដល់ព័ត៌មានថាពួកយើងមិនឃើញលោកខេមនោះទេលោកខេមបាត់ខ្លួនហើយគ្រាន់តែលើបែបហ្នឹងពួកគេក៏បានត្រៀមខ្លួនដើម្បីបញ្ជូនលោករដ្ឋមន្ត្រីរីទៅកន្លែងផ្សេងហើយពេលវេលាសម្រាប់ពួកគេធ្វើការក៏ជិតដល់ពេលដែរប៉ុន្តែមុនពេលដែលនាំលោករដ្ឋមន្ត្រីរីចាក់ចេញទៅលោកប្រធានក៏បានបញ្ជាឲ្យកូនចៅរបស់គេគ្រប់គ្នាចាក់ចេញពីក្នុងបន្ទប់រួចគេក៏ផ្ដល់សំណើទៅកាន់លោករដ្ឋមន្ត្រីរីថាបើសិនជាលោកព្រមប្រគល់ទ្រព្យសម្បត្តិរបស់លោកចំនួន$800 លានឲ្យមកកាន់ប្រទេសកូរ៉េខាងត្បូងនោះខ្ញុំសូមសន្យាជាមួយលោកថាខ្ញុំនឹងបញ្ជូនលោកទៅប្រទេសផ្សេងដោយសុវត្ថិភាពរួចយើងក៏បាននឹងថានេះហើយគឺជាមូលហេតុដែលធ្វើឲ្យពួកគេចាប់ខ្លួនលោករដ្ឋមន្ត្រីរីហ្នឹងប៉ុន្តែលោករដ្ឋមន្ត្រីរីបែរជាមិនព្រមទទួលសំណើនេះឡើយដូច្នេះហើយលោករដ្ឋមន្ត្រីរីក៏ត្រូវពួកគេចាត់ការតែម្ដងប៉ុន្តែបំណងរបស់ពួកគេមិនបានសម្រេចនោះទេដោយសារតែលោកខេមចូលទៅជួយលោករដ្ឋមន្ត្រីរីតាន់ពេលវេលារួចយើងក៏បានឃើញថាពេលវេលាសម្រាប់ពួកគេសល់ត្រឹមតែ5នាទីតែប៉ុណ្ណោះដល់តែអញ្ចឹងលោកសងកាន់ស៊ូនិងលោកផាក់គីនសុនក៏ប្រញាប់នាំគ្នាចាត់ការទៅកាន់អ្នកដែលរារាំងនៅមុខគេហ្មងណាខណៈពេលហ្នឹងពួកកូរ៉េខាងជើងក៏បានដឹងខ្លួនដែររីឯសាំងអានេះវិញនាងក៏ប្រញាប់បិទប្រព័ន្ធនៅតាមកាមេរ៉ាសុវត្ថិភាពទាំងអស់មុនពេលដែលនាងចាក់ចេញទៅលុះនៅពេលដែលពួកគេចូលមកដល់ក្នុងបន្ទប់ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពពួកគេក៏ចាប់ផ្ដើមដំណើរការកាមេរ៉ាសុវត្ថិភាពភ្លាមមិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងស្រាវជ្រាវស្វែងរកក្រុមរបស់លោកខេមយើងទាំងអស់ទៀតផងចំណែកលោកខេមម្នេះវិញក៏បានចាត់ការទៅកាន់អ្នកយាមនៅខាងមុខបន្ទប់គ្រប់គ្នារួចលោកខេមក៏បាននាំលោករដ្ឋមន្ត្រីរីរត់គេចចេញទៅតាមចណ្ដាលជើងងាកមកមើលផាក់ជីនសុនជាមួយនឹងសងកាន់ស៊ូឯនេះវិញពួកគេទាំងពីរនាក់ក៏បាននាំគ្នាចាត់ការទៅកាន់កូនចៅដែលនៅក្នុងនឹងទាំងអស់ដែរបន្ទាប់មកពួកគេក៏ដើរទៅកន្លែងដែលបានណាត់ជួបគ្នាប៉ុន្តែពិតជាសួយខ្លាំងមែនទែនពួកគេទាំងពីរនាក់ក៏បានជួបសត្រូវនៅក្នុងចណ្ដាលយន្តទៀនលោកផាក់ជីនសុនឃើញបែបហ្នឹងខឹងមែនទែនក៏ប្រញាប់ចូលទៅចាត់ការពួកគេភ្លាមចំណែកលោកសងកាន់ស៊ូវិញគេក៏ធ្វើពុតជាចូលទៅក្នុងចណ្ដាលយន្តមិនបាននោះទេដល់តែអញ្ចឹងធ្វើឲ្យលោកផាក់ជីនសុនចាត់ការជាមួយពួកនឹងតែម្នាក់ឯងហ្មងងាកមកមើលក្រុមកូរ៉េខាងជើងឯនេះវិញពួកគេកំពុងតែប្រើឧបករណ៍ដើម្បីកាត់ផ្ដាច់ភ្លើងនៅក្នុងសន្តាគារនឹងទាំងអស់ចំណែកម្ចាស់ហាងបោកខោអាវឯនេះវិញគេកំពុងតែឈររងចាំយ៉ាងតក់ក្រហល់មែនទែនព្រោះតែគេឆ្ងល់ថាហេតុអីបានជាលោកខេមមិនទាន់មកអញ្ចឹងប៉ុន្តែចុងក្រោយម្ចាស់ហាងបោកខោអាវក៏ត្រូវបានគេដេញចេញពីកន្លែងនឹងតែម្ដងរីឯលោកផាក់ជីនសុនឯនេះវិញគេកំពុងតែវាយគ្នាជាមួយនឹងសត្រូវនៅក្នុងចណ្ដាលយន្តទាំងងងឹតហើយមូម៉ៅមែនទែនចំណែកលោកខេមក៏បានមកដល់កោដៅដែលបានណាត់ជួបតែបែរជាមិនឃើញម្ចាស់ហាងបោកខោអាវនៅរងចាំកន្លែងនឹងឡើយមិនត្រឹមតែប៉ុណ្ណោះលោកខេមថែមទាំងត្រូវបានពួកគេលួចវាយប្រហារទៀតផងដល់តែអញ្ចឹងលោកខេមក៏ប្រញាប់នាំលោករដ្ឋមន្ត្រីរីគេចចូលទៅក្នុងសន្តាគារភ្លាមរីឯលោកសងកាន់ស៊ូឯនេះវិញបានមកជួបជាមួយនឹងអ្នកលេងកីឡាម្នាក់ដែលជាសត្រូវចាស់របស់គេដល់តែអញ្ចឹងពួកគេទាំងពីរនាក់ក៏បានប្រយុទ្ធគ្នាដើម្បីសងសឹកតែម្ដងងាកមកមើលលោកប្រ
ធានជួនេះវិញគេកំពុងតែប្រាដេកគេដើម្បីដុតខ្សែចំណងដៃរបស់គេចេញមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងនឹកឃើញរឿងដែលបានកើតឡើងចំពោះគេជាមួយនឹងលោកឃីមកន្លងមកដោយក្តីគុំគួននឹងខឹងយ៉ាងខ្លាំងរីឯលោកសងកាន់ស៊ូនេះវិញដោយសារតែប្រយុទ្ធគ្នាអស់កម្លាំងខ្លាំងពេកគេក៏សុំពេលពីគូសត្រូវដើម្បីញ៉ាំអាហារមួយផ្លេតសិនមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងប្រគល់សាច់ឲ្យទៅគូសត្រូវរបស់គេញ៉ាំជាមួយគ្នាដែរលុះនៅពេលពួកគេទាំងពីរនាក់ញ៉ាំរួចរាល់ហើយមានកម្លាំងពួកគេទាំងពីរនាក់ក៏ប្រយុទ្ធគ្នាបន្តទៀតអេដមីនសម្រាប់កន្លែងហ្នឹងសើចដល់ហើយវាយគ្នាហត់ហើយឈប់ញ៉ាំអីបន្តិចសិនហើយចាំបន្តវាយគ្នាទៀតតើមានហ្វេនណាដូចជាក្នុងរឿងហ្នឹងអត់បងមានបញ្ញាប់ចេញមុខងងចំណែកលោកឃីម្នេះវិញក៏បានចាត់ការអ្នកដែលមកតាមគេទាំងដែលងងឹតមើលអីមិនឃើញសោះហ្មងណាចំណែកលោកសងកាន់ស៊ូក៏មិនខុសគ្នាអីពីលោកឃីមដែរគេកំពុងតែប្រើកម្លាំងដើម្បីតស៊ូជាមួយនឹងគូប្រជែងចាស់របស់គេឲ្យដល់ទីបំផុតហ្មងពួកគេទាំងពីរនាក់វាយគ្នាទៅមកប៉ុន្តែចុងក្រោយលោកសងកាន់ស៊ូក៏អាចយកឈ្នះបានលោកផាក់ជីនសិននេះវិញក៏បានចាត់ការអ្នកនៅក្នុងចណ្ដាយយន្តឡើងអស់ដូចគ្នាដែរប៉ុន្តែក៏ធ្វើឲ្យគេអស់កម្លាំងប៊ីតែនឹងដាច់ខ្យល់ស្លាប់ទៀតផងងាកមកមើលលោកឃីមនេះវិញកំពុងតែត្រូវបានគេឡោមព័ទ្ធឡើងពេញហ្នឹងហើយដោយសារតែឃើញស្ថានភាពមិនសូវល្អលោករដ្ឋមន្ត្រីរីក៏បានដកគ្រាប់បែកចេញមកដើម្បីការពារខ្លួនចំណែកលោកផាក់ជីនសុននិងលោកសងកាន់ស៊ូនេះវិញពួកគេបាននាំគ្នាមករកលោកប្រធានជូប៉ុន្តែពេលមកដល់ពួកគេក៏បានឃើញលោកប្រធានជូស្រាយចំណងដៃរបស់ខ្លួនរួចបាត់ទៅហើយហ្នឹងមិនត្រឹមតែប៉ុណ្ណោះលោកប្រធានជូថែមទាំងចាប់កូនរបស់លោកសងកាន់ស៊ូជាមួយនឹងលោកផាត់ជីនសុនទាំងពីរនាក់យកមកធ្វើជាចំណាត់ខ្មាំងដើម្បីគំរាមពួកគេទាំងពីរនាក់ទៀតផងលោកសងកាន់ស៊ូនិងលោកផាក់ជីនសុនគ្រាន់តែឃើញវីដេអូដែលលោកប្រធានជូបង្ហាញពីកូនរបស់ខ្លួនធ្វើឲ្យពួកគេទាំងពីរនាក់ខឹងលោកប្រធានជូខ្លាំងមែនទែនរួចសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើកូនរបស់លោកសងកាន់ស៊ូនិងលោកផាក់ជីនសុននឹងក្លាយទៅជាយ៉ាងណាទៀតឡើយបើចង់ដឹងថាសាច់រឿងយើងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹងអេដមីនទាំងអស់គ្នាណាជាចុងក្រោយអេដមីនក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រអេដមីនកន្លងមកអេដមីនសូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា